ថ្ងៃនេះខ្ញុំចង់បង្ហាញអំពីកម្មវិធីពិសេសមួយកម្មវិធីនេះគឺជាកម្មវិធីសម្រាប់ធ្វើការសិស្សបាទកម្មវិធីធ្វើការសិស្សចឹងយើង login មក admin password ទៅចុចចូល welcome ចុច OK ចូលដល់ងាយបាទចូលអត្តលេខសិស្សមកបាទទីមួយគឺចូល add ថ្មីបាទចូលអត្តលេខឧទាហរណ៍ចូលឈ្មោះឧទាហរណ៍ទេពយើងមកគេនិយាយគេប្រុសបាទហើយខែឆ្នាំកំណត់ចុចលើបាទដូរចុចដើម្បីដូរក្នុងបាទចុចខែមុនបាទខែថ្ងៃឆ្នាំបាទឈ្មោះពុកម្ដាយឈ្មោះកអាចឈ្មោះខចឹងបាទខទីកន្លែងកំណត់អាចសេភូមិឃុំអីយ៉ាងមកបាទភូមិឃុំដកភ្លាមតិចមកក៏យើងរៀនចឹងទៅបាទសេពេញមកបាទហើយថ្នាក់រៀនសម្រាប់ធម្មសិក្សាបាទជាជ្រើសរើសមានមតិមានទី1ក1ខ2 3ដល់ទី6បាទគឺដល់ថ្នាក់សិស្សយើងថ្នាក់ទី2បាទទី2កបាទលេខទូរស័ព្ទបាទសូមចូលជាលេខសូមបើដកឃ្លីក្បាលបន្តិចមកបាទអាចដាក់បាន2ខ្សែបាទលេខនេះគឺវាអត់ចេញបាទបាទកន្លាយើងតិចទៅមកជួយ add មកបាទ add ចូលតែបាន add ចូលទៅលេខអាចជន់គ្នាបាទចាំអត់ជន់គ្នា add ចូលទេបាទអត់ជន់ហ្នឹង add ចូលបាទអញ្ចឹងមិញគឺคลิกដាក់នេះបាទអាចស្វែងរកពេញបាទឬក៏ស្វែងរកឡើងនេះបានឈ្មោះកអញ្ចឹងមិញបាទមួយរូបកចាកកណ្ដៀងរឿងបាទនិយាយខបាទអត់ឃើញ1 2 3បាទអត់ចេញដោយសារជន់គ្នាបាទនេះឃើញបាទអញ្ចឹងចុចដាក់ថតចុច2ដងឃើញមកត្រូវថតទុកណាបាទទៅមកដាក់ថតជ្រើសរើសថតដាក់ចូលចុច OK មកទុកចុច OK សារទៀតចូលម្ដងទៀតចូលមកទៅយើង preview មើលបាទនេះ preview បាទចុចចូលនៅស្លាកមួយទៀតបាទចុច next មកបាទនេះអត្តលេខថ្នាក់ឈ្មោះពេទ្យវិជាកំណត់ភូមិកំពុងទឹកឡើងចុចអាច print បាទកន្លែងនេះចុច print report ភ្ជាប់ម៉ាស៊ីន print គឺលើក print ពីpage ទៅ page ណា13ឬ12ដាក់មក12ដល់12យ៉ាងនេះប្រមាណទៀតបាទចុច OK print បាទ cancel ចោលពេញវាហើយបងប្អូនបើសិនជាខុសឲ្យលុបបាទនេះចុច next file រងក្នុងវិញមួយបាទឬក៏ file តាមនេះក៏បានដែរពីឈ្មោះចូលបាទថតໄວឈ្មោះទីចឹងមកដាក់ឈ្មោះទីដាក់ទីចុច enter មួយវាចាប់ទៅទីមួយទៀតទីបើមានទីលោតមកទៀតបាទចុចយកចេះទៅទៀតរហូតដល់កន្លែងចង់រកចង់លុបចេញចុច delete បាទចុចយកបាទចុច close ការស្រេចបាទរួចរាល់បាទសូមចប់សូមអរគុណបាទ